ជំរាបសួរពុកម៉ែបងប្អូនអតិថិជននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាជួបគ្នាជាថ្មីទៀតហើយជាមួយនឹងវីដេអូបង្ហាញពីចម្រោះទឹកញ៉ាំលក្ខណៈគ្រួសារខ្ញុំជឿថាវីដេអូចម្រោះទឹកញ៉ាំបងប្អូនឃើញខាងខ្ញុំថតច្រើនហើយប៉ុន្តែអានេះវាមានអីប្លែកបន្តិចអញ្ចឹងគឺខ្ញុំចង់បង្ហាញជូនបងប្អូនដើម្បីឲ្យបងប្អូនលក្ខណៈថាមានជំរើសច្រើនអញ្ចឹងណាចាអញ្ចឹងជាក់ស្ដែងដូចឈុតចម្រោះនេះអញ្ចឹងអានេះគឺជា US 5ជាន់ណាជាទូទៅ US 5ជាន់គឺយើងមាន2ជំរើសបងប្អូនចាអាធម្មតាបែបនេះចាជាមួយនឹងអា US បូកជាមួយនឹង UV ហើយអាប្រភេទគ្រាន់តែ US ខាងក្រោមនេះទៀតសោតក៏យើងមានតម្លៃចា2ជំរើសទៀតដែរគឺតម្លៃ65ចាបូកជាមួយនឹងសំទោសតម្លៃ65ជាមួយនឹងតម្លៃ85តែអត់មាន UV ណាបងប្អូនញែកគ្នាដាច់ណាចាអញ្ចឹងខ្ញុំបញ្ជាក់បន្តិចចម្រោះទឹកញ៉ាំគឺយើងមាន2គឺអា65នេះចា5ជាន់ US ជាមួយនឹង65សំទោស85 5ជាន់ US ដែរប៉ុន្តែប្រភេទ Premium ហើយមួយទៀតសម្រាប់បងប្អូនដែលគាត់ត្រូវការឲ្យទឹកហ្នឹងវាកាន់តែសុវត្ថិភាពចានៅក្នុងការញ៉ាំទទួលទានជាពិសេសគឺសុវត្ថិភាពទៅលើមេរោគបាក់តេរីអញ្ចឹងយើងអាចថែម UV នេះបងប្អូនចាបងអាចយកអា US 5ជាន់តម្លៃ65នេះបូកជាមួយនឹង UV 12 វ៉ាត់45អញ្ចឹងតម្លៃរបស់វាស្មើនឹង110ហើយមួយទៀតបងអាចយកអាឈុត Premium បែបនេះបូកជាមួយនឹង UV ចាតម្លៃ45តម្លៃរបស់វាគឺ130អញ្ចឹងទៅអញ្ចឹងសរុបមកបើសិនជាបងអត់យក UV ក៏បានបងយក UV ក៏បានចាអញ្ចឹងតម្លៃដែលបំពាក់នៅខាងក្រោយនេះគឺជាតម្លៃដែលបូកជាមួយនឹង UV បើសិនជាអត់យក UV ទេចាតម្លៃរបស់វាមាន65និង85ចាអញ្ចឹងសួរថាតើតម្លៃទាំងពីរហ្នឹងចម្រោះបងទទួលបានអីខ្លះគឺបងទទួលបានឈុតបែបនេះជាមួយនឹងតម្រងខាងក្នុងមានគ្រឿងតំណចា accessory វ៉ានបង្ហូរទឹកអីមកកាផ្លេសំបីតែបងយកឈុតចាដែលមានភ្ជាប់ជាមួយនឹង UV ហ្នឹងក៏មានគ្រឿងរបស់គេគ្រប់ដែរចាអំពូលឡតគ្រឿង adapter អីគឺមកកាផ្លេបងយកទៅដោតភ្លើងផ្លាប់ចាហើយបងតជាមួយនឹង accessory ទឹកដើមមកចូលម៉ាស៊ីនគឺអូខេតែម្ដងចូលដល់តួនាទីតម្រងចាចំពោះ US តួនាទី US នេះគឺទោះបី Premium វាដូចតែគ្នាទេតែអីដែលខុសគ្នាគឺតម្រងរបស់វានេះវាល្អជាងចាអានេះគឺជាប្រភេទតម្រងរបស់កូរ៉េ Hyundai អញ្ចឹងទៅវា Top World Brand អញ្ចឹងបងប្អូនចាអញ្ចឹងតម្លៃរបស់វាក៏រៀងខ្ពស់ជាងទៅតាមនឹងអញ្ចឹងទៅតែបើយើងនិយាយពីតួនាទីទី1នេះកែវថ្លាដូចគ្នាវាជាតម្រងសលៃចាអូនសុំសលៃតិចណាចាតម្រងសលៃដែលច្រោះកកដីកំតិចកំទីដែលមាននៅក្នុងទឹកតម្រងសលៃគឺយើងដាក់ដំបូងគេនៅកែវថ្លាអញ្ចឹងបងប្អូនចាហ្នឹងហើយហើយអាហ្នឹងពេលដូរ1ខែទៅ3ខែយើងដូរម្ដងតម្លៃរបស់វាតែ2រៀលកន្លះទេចូលដល់ទី2អូនសុំកបោនទី2គឺជា CTO កបោនប្លុកណាបងប្អូនចាកបោនគឺជាតម្រងមួយដែលមានសមត្ថភាពដកនៅពពួកក្លិនក្លចាហើយនឹងពពួក organic ដែលមាននៅក្នុងទឹកជាទូទៅ6ទៅ8ខែយើងដូរម្ដងចាតម្លៃរបស់វា$4កន្លះដល់ពេលទី3នេះគឺ resin ណាប្រភេទរៀងលឿងហ្នឹងបងប្អូនចា resin ចាហ្នឹងគឺវាបតុនទឹកវាដកពពួកហាត់នេះចាតួនាទីដូចតែបានរៀបរាប់ហើយអាយុកាលនៃការផ្លាស់ប្ដូរគឺ6ទៅ8ខែដោយប្រភេទនេះតម្លៃ4រៀលកន្លះដូចគ្នាចាអញ្ចឹងចូលដល់ទី4ចាខ្ញុំបង្ហាញម្ដងប្រភេទមួយដើម្បីបងប្អូនងាយស្រួលថាបែងចែកថាមួយណាវាល្អជាងមួយណាអញ្ចឹងទី4អានេះក៏ជា US ហើយទី4បងមួយនេះគឺជា US ដែរប៉ុន្តែប្រភេទ Premium US គឺជាតម្រងដែលមានរន្ធច្រោះតូច 0.1 ទៅ 0.01 មីក្រូនវាដកច្រោះបានល្អទៅលើកកកំតិចកំទីបាក់តេរីដែលមាននៅក្នុងទឹកចានិយាយរួមទៅទឹកដែលចេញមកគឺសុវត្ថិភាពនៅក្នុងការញ៉ាំទទួលទានហើយទោះបីជាបងមិនប្រើ UV ក៏វាអូខេដែរប៉ុន្តែសម្រាប់ UV គឺវាជួយសម្រាប់ម្ដងទៀតបើន័យថាយើងដាក់ឲ្យវាកាន់តែច្រើនតង់អញ្ចឹងបងប្អូនដើម្បីប្រកាសថាទឹកដែលចេញមកគឺសុវត្ថិភាពអញ្ចឹងទៅសម្រាប់តម្រង US ពីរនេះជាទូទៅ1ឆ្នាំចាទៅ1ឆ្នាំកន្លះឬក៏អាចបាន12ឆ្នាំតាមគុណភាពទឹកដើមរបស់យើងជាក់ស្ដែងអញ្ចឹងចាយើងដូរម្ដងអញ្ចឹងបងប្អូនតម្លៃវាមាន$12ហើយអានេះវាថ្លៃតិច25ចាបងប្អូននឹងស្រាប់ហើយវាជាប្រភេទ Premium ហើយចុងក្រោយអានេះគឺផុសកបោនប្រភេទ K អា Premium នេះបើធម្មតាប្រភេទ T33 វារៀងទូជាងអានេះពេលដូរ6ទៅ8ខែដូរម្ដងតម្លៃរបស់វាតែ$5បើនេះបានដល់1ឆ្នាំ8ខែទៅ1ឆ្នាំតម្លៃរបស់វា10រៀលអញ្ចឹងទៅចាអញ្ចឹងសម្រាប់ UV គឺ45ដូចគ្នាអញ្ចឹងបងអាចបូកដាក់តង់ពីលើនេះមកចាអញ្ចឹង UV គឺជាប្រភេទអំពូលចាគឺជាគេហៅថាវាមិនជា filter ទេចាវាជាឧបករណ៍មួយដើម្បីវាមានតួនាទីសម្រាប់នៅពពួកបាក់តេរីចាមេរោគបាក់តេរីដែលមាននៅក្នុងទឹកធ្វើឲ្យទឹកដែលចេញមកគឺសុវត្ថិភាពខ្ពស់មែនតើនៅក្នុងការញ៉ាំទទួលទានចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនអតិថិជនដែលគាត់មានតម្រូវការឈុតចម្រោះមួយដែលលក្ខណៈថាតម្លៃធូរថ្លៃសមរម្យតែនេះបងប្អូនខ្ញុំបញ្ជាក់ខ្ញុំ recommend ប្រើតែសម្រាប់ទឹករត់ទេអញ្ចឹងទឹកម្ដងគឺបងដាច់ខាតត្រូវតែប្រើប្រភេទ RO បានទឹកចេញមកមានសុវត្ថិភាពអញ្ចឹងបងអាច scroll ខាងក្រោមគឺយើងមានប្រភេទ RO តែអានេះគឺយើងសំដៅទៅ
ទៅលើពពុះ US ប្រភេទអត់ប្រើភ្លើងបូកជាមួយនឹង UV តែ UV គឺប្រើភ្លើងបងប្អូនអញ្ចឹងបើសិនជាពុកម៉ែបងប្អូនគាត់មានចម្ងល់អីបន្ថែមតាក់ទងនឹងចម្រោះទឹកចាញ៉ាំទទួលទានឬក៏នៅក្នុងវីដេអូនេះបងឃើញឲ្យចាប់អារម្មណ៍ចង់ទិញហើយចង់សាកសួរព័ត៌មានបន្ថែមបងអាចតាក់ទងមកតាមលេខ Telegram 090669499ឬក៏តាក់ទងនៅតាម page ដែលមានឈ្មោះដូច Channel YouTube Betty Water Engineering ចាអរគុណច្រើនពុកម៉ែបងប្អូនដែលតែងតែតាមដានហើយសូម Subscribe Channel YouTube ម្នាក់មួយផងជូនពរពុកម៉ែបងប្អូនចារោគទទួលទានមានបានហើយធ្វើដំណើរទៅទីជិតឆ្ងាយសូមឲ្យជួបតែសុខសុវត្ថិភាពអរគុណជម្រាបលា